សម្រាប់អ្នកដែលចង់ចាប់ផ្ដើមរកលុយជាមួយនឹង Facebook គឺអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់អ្នកដែលមិនទាន់បាន Subscribe កុំភ្លេច Subscribe Channel ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីទាក់ទងជាមួយនឹងការរកលុយសម្រាប់បងប្អូនដែលនៅស្រុកខ្មែរបងប្អូនប្រហែលជាធ្លាប់ដឹងហើយថាស្រុកខ្មែររបស់យើងគឺវាអត់បើកទេតតែយើងប្រើ VPN VPS ហើយយើងប្រើ admin ខាងប្រទេសប៉ុន្តែនៅក្នុងវីដេអូហ្នឹងយើងមានលក្ខខណ្ឌមួយដែលយើងអាចរកលុយនៅស្រុកខ្មែរយើងបានគឺយើងត្រូវមាន Rai Manager មុននឹងដូចថាយើងទទួលបាន Rai Manager ហ្នឹងបងប្អូនធ្វើតាមលក្ខខណ្ឌរបស់ខ្ញុំអូខេតើតើជាមួយនឹងលក្ខខណ្ឌហ្នឹងតោះឥឡូវយើងមាន Facebook មួយបងប្អូនយើងត្រូវបង្កើត Facebook មួយដែលមានឈ្មោះពេញរបស់យើងតែម្ដងណាគឺកន្លែងនេះតកូលកន្លែងនេះគឺជាឈ្មោះរបស់យើងឧទាហរណ៍ថាតកូលរបស់ខ្ញុំ Stella ហើយឈ្មោះរបស់ខ្ញុំគឺ KH ដូច្នេះគឺយើងត្រូវបង្កើតឈ្មោះរបស់យើងពេញប៉ុន្តែឈ្មោះនេះមិនមែនជាឈ្មោះពេញរបស់ខ្ញុំទេណាដូច្នេះហើយអ្វីដែលខ្ញុំប្រាប់បងប្អូននេះគឺឲ្យបងប្អូនធ្វើតាមវិធីសាស្ត្រដោយថាយើងដាក់ឈ្មោះតាមអត្តសញ្ញាណប័ណ្ណទី1ទី2គឺយើងត្រូវមាន YouTube មួយទៀត YouTube ឈ្មោះដូចគ្នាបន្តមកទៀតយើងត្រូវមាន TikTok យើងធ្វើតែ3ហ្នឹងគឺបានហើយបងប្អូនឧទាហរណ៍ថាយើងមាន Facebook ដែលដូចថាឈ្មោះដូចយើងហើយឧទាហរណ៍ថាបងប្អូនបើសិនជាក្នុងករណីដែលឈ្មោះអត់តាន់ដូចគឺយើងត្រូវដូរឈ្មោះ Facebook របស់យើងហ្នឹងឲ្យដូចឈ្មោះយើងសិនបន្តមកទៀតយើងត្រូវមើលទៅលើចំណុចកន្លែងនេះយើងចុចមកមើល Facebook ហ្នឹងថាជា Facebook ដែលមានជាប់ពមៀនអីអត់អញ្ចឹងយើងចូលមកកាន់កន្លែង profile starter នេះមក internet រៀងស្ទើបងប្អូនឥឡូវខ្ញុំបើកទៅលើទីសិនអស់ហើយ internet គឺ on មែនតើគឺបើសិនជា Facebook របស់យើងអត់មានបញ្ហាអីគឺវាចេញសញ្ញាគ្រីសបែបនេះបើសិនជាចេញលឿងយើងគួរតែបង្កើតដូចថា Facebook មួយទៀតទៅយើងទិញលេខមួយយកមកបង្កើតមកបន្តមកទៀតយើងត្រូវការបង្កើត page តាក់ទងជាមួយនឹងការបង្កើត page គឺខ្ញុំនឹងធ្វើការបង្ហាញអូខេខ្ញុំបិទនេះសិនយើងចូលមកកាន់កន្លែងនេះមកចូលកន្លែងហ្នឹងបន្តទៀតបងប្អូនអូសមកយកពាក្យថា page នេះមកអូខេចាំបន្តិចសិន internet star យើងចុចកន្លែង create នេះមកបន្តមកទៀតយើងចុចមកកាន់ get start មកកន្លែងនេះគឺយើងដាក់ឈ្មោះមកបងប្អូនដាក់ឈ្មោះតាក់ទងជាមួយនឹងការដាក់ឈ្មោះ page របស់យើងហ្នឹងដាក់ឈ្មោះពិតគឺល្អច្រើនជាងឧទាហរណ៍ថាឈ្មោះតកូលរបស់ខ្ញុំឧទាហរណ៍ណាថាឈ្មោះស៊ីណាតកូលរបស់ខ្ញុំណាហើយខាងមុខនេះឈ្មោះរបស់ខ្ញុំថាតារ៉ូអញ្ចឹងណានេះគឺជាឈ្មោះដូចថារបស់ខ្ញុំអញ្ចឹងកន្លែងនេះគឺខ្ញុំធ្វើការដាក់អក្សរធំសិនតារ៉ូថារ៉ូបន្តមកទៀតយើងបង្កើតមកយើងចុច next មកចុច next បន្តទៀតកន្លែងនេះយើងរើសអីសិនក៏បានដែរចុចមកយើងយកពាក្យថា create ចឹងមកហើយចាំខ្ញុំប្រាប់ចំណុចបន្តទៀតថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យយើងហ្នឹងនៅស្រុកខ្មែរហ្នឹងគឺយើងអាចរកលុយជាមួយនឹង Facebook page នឹងបានកន្លែងនេះគឺវាមាន2បងប្អូនវាដាក់ថា promote your product or service កន្លែងហ្នឹងគឺយើងអត់យកទេយើងយកកន្លែងខាងក្រោមដែលវាដាក់ថា create content and connect with friends អញ្ចឹងយើងចូលកន្លែងហ្នឹងមកហើយយកពាក្យថា continue មកបន្តមកទៀតយើងចុច next សិនមកចុច next សិនមកបន្តទៀតយើងចុច next តទៀតមកយើងចុច next តទៀតយើងចុចដានហើយចាំខ្ញុំប្រាប់ថាត្រូវធ្វើយ៉ាងម៉េចបន្តទៀតណាអូខេបងប្អូនកុំភ្លេច Subscribe Channel ខ្ញុំនេះម្នាក់មួយផងព្រោះអីខ្ញុំទៅតែផុសវីដេអូទី1ពីមុនមកខ្ញុំធ្វើ content ផ្សេងណាអូខេយើងចុចតាមវាសិនមកឬក៏យើង clear ចោលសិនហើយចាំយើងចូលម្ដងទៀតចូលម្ដងទៀតមកចាំសិនយើងចូលមកមើលកន្លែងនេះបងប្អូនកន្លែងនេះណាកន្លែងហ្នឹងគឺយើងត្រូវតែទី1គឺយើងត្រូវដាក់ profile ហ្នឹងគឺដាក់ជារូបយើងមករូបយើងពិតប្រាកដដែលយើងទៅតែថតថ្មីឬក៏ថតចាស់ក៏បានដែរប៉ុន្តែបងប្អូនត្រូវចំណាំថាកន្លែងហ្នឹងបើសិនជាយើងដូចថាដាក់ profile រូបយើងនៅក្នុង YouTube របស់យើងក៏យើងដាក់ profile ហ្នឹងដែរហើយឈ្មោះត្រូវតែដូចគ្នានេះកន្លែងហ្នឹងណាឈ្មោះ page យើងបែបហ្នឹងនៅក្នុង YouTube របស់យើងនៅក្នុង TikTok របស់យើងត្រូវតែដាក់បែបហ្នឹងដូចគ្នាហើយសម្រាប់ cover នេះបើសិនជាបងប្អូនដាក់រូបអីគឺ cover នៅក្នុង YouTube ក៏ត្រូវដាក់ហ្នឹងដែរ
តែតូនជាមួយនឹង profile នៅ TikTok ក៏ត្រូវដាក់ដឹងដូចគ្នាហើយយើងចូលមកមើលកន្លែង about ទាំងអស់គ្នាមក about កន្លែង about នេះកន្លែងនេះយើងដូរមកយើងចុចមកកាន់កន្លែង see your about info នេះមកយើងចុចមកកាន់កន្លែងនេះយើងដូរមកដូរ edit នេះមកយកពាក្យថា public អូខេវាយ public តាមខ្ញុំមក public feature អញ្ចឹងយើងចុចលើហ្នឹងមកបុគ្គលសាធារណៈណាអូខេយើងចុច save ខាងក្រោមបន្តមកទៀតដូចថាតាកតងជាមួយនឹងកន្លែងនេះយើងអាចដាក់ដូចថាយក YouTube របស់យើងឥឡូវខ្ញុំទៅមើល YouTube សិនបងប្អូនចាំបន្តិចណាថេបងប្អូនបន្តមកទៀតយើងធ្វើការបង្កើត YouTube ដាក់ឈ្មោះបែបហ្នឹងដែរគឺ Sina Tharo ឈ្មោះដូច page របស់យើងណាយើងចូលទៅកាន់ YouTube មកចូលទៅកាន់ YouTube វាចេញជាទម្រង់បែបនេះយើងចុចមកកាន់កន្លែងនេះមកចុចកន្លែង create account បន្តមកទៀតយើងដាក់ឈ្មោះដូចគ្នាចុច line នេះមកគឺឈ្មោះមិញគឺខ្ញុំមើលម្ដងទៀតសិន Sina Tharo អញ្ចឹងយើងដាក់ឲ្យដូចគ្នាមក Sina Tharo បន្តមកទៀតយើងចុចពាក្យថា save ហើយបន្តមកទៀតយើងចុចនេះ create channel ហ្នឹងមកហើយតាក់ទងជាមួយនឹងការដាក់ profile YouTube ក៏អត់មានអីពិបាកដែរបងប្អូនចូលមកកាន់កន្លែងនេះមកយើងចុចចាំបន្តិចយើងចុច view channel បន្តមកទៀតយើងអាចមករើសកន្លែងនេះកន្លែងប៊ិចឬខ្មៅដៃហ្នឹងហើយយើងដាក់ profile តាក់ទងជាមួយនឹងការដាក់ profile គឺងាយទេយើងចុចលើហ្នឹងមកយើងទៅរើសរូបឲ្យដូច profile ជាមួយនឹងនេះកន្លែងនេះណាបងប្អូន Facebook របស់យើងឬក៏ page របស់យើងហ្នឹងបន្តមកទៀត cover កន្លែងនេះនៅក្នុង YouTube ក៏យើងត្រូវតែដាក់អាហ្នឹងដូចគ្នាត្រូវតែដាក់កន្លែងមិញហ្នឹងណាបងប្អូនយើងត្រូវដាក់អញ្ចឹងដូចគ្នាមកបន្តមកទៀតអ្វីដែលយើងត្រូវធ្វើនៅលើ Facebook កន្លែងនេះ about នេះបងប្អូនមិនចាំបាច់ដាក់ដូចថាយើងមិនបាច់តន់ដាក់ link website ក៏មិនបាច់តន់ដាក់ address ក៏មិនបាច់ដាក់ដែរ address ស្រុកខ្មែរយើងហ្នឹងមិនបាច់ដាក់ទេលេខទូរស័ព្ទខ្មែរយើងក៏អត់តន់ដាក់ដែរយើងត្រូវ post វីដេអូក្នុងការធ្វើវីដេអូគឺយើងត្រូវតែធ្វើឲ្យដូចថាពេលដែលយើងថតត្រូវជាប់មុខយើងដើម្បីធ្វើការ post ណាដូចថាជាប់ថតជាប់យើងហើយជាប់សកម្មភាពដែលយើងកំពុងធ្វើហ្នឹងគឺគ្រប់វីដេអូទាំងអស់គឺត្រូវតែមានបែបហ្នឹងដើម្បីយើងអាចស្នើរ៉ែ manager បានប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំចង់បញ្យល់បងប្អូនតាក់ទងជាមួយនឹងការបង្កើតសម្រាប់យើងរលុយនៅស្រុកខ្មែរថាតើការបង្កើតដំបូងហ្នឹងយើងត្រូវបង្កើតបែបម៉េចបន្តមកទៀតគឺយើងចាប់ផ្ដើមដូចថាកន្លែងព័ត៌មានអីហ្នឹងគឺយើងមិនបាច់តន់ពេញអីទេបងប្អូនយើងគ្រាន់តែដាក់ profile ហើយនឹងដាក់កន្លែង cover ហ្នឹងទៅយើងចាប់ផ្ដើមបង្កើតវីដេអូប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំអត់បង្ហាញតាក់ទងជាមួយនឹងការបង្កើតវីដេអូទេចាំវីដេអូក្រោយគឺខ្ញុំនឹងដូចថាបញ្យល់បន្ថែមតាក់ទងជាមួយនឹងការបង្កើតវីដេអូរបៀបម៉េចដើម្បីយើងរកលុយបាននៅស្រុកខ្មែរអញ្ចឹងបងប្អូនកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនចាំជួបគ្នានៅវីដេអូថ្មីបន្តបងប្អូនអរគុណ